មកជ្រលក់ផ្កាផ្កាយព្រឹកម្ដងទៀតគឺជ្រលក់ពណ៌ផ្កាឈូកស្រាលបងប្អូនដែលត្រូវការថ្នាំពណ៌យកទៅជ្រលក់ផ្កាផ្កាយព្រឹកដើម្បីយកទៅលម្អរោងការរោងអីណាបងប្អូនមើលការជ្រលក់នេះហើយពណ៌អាចទទួលយកបានឬក៏ចង់បានពណ៌អីផ្សេងទៀតអីអាចតាក់ទងមកបានណាបងប្អូនបាទការជ្រលក់លើកនេះងាយអត់ដូចថ្នាំសេរីពីមុនទេណាបាទអត់ឲ្យជ្រលក់រងាស់ដល់30-40នាទីអីដូចពីមុនទេបងប្អូនគាត់ដាក់ទឹកដាក់ថ្នាំអីចឹងទៅដាំឲ្យពុះអីចឹងណាបាទរួចហើយយកផ្កាមកជ្រលក់លើកចឹងទៅបងប្អូនបាទសម្រាប់ពោផ្កាឈូកនេះដោយសារពោវារាងស្រាលចឹងបងប្អូនយើងត្រូវការជ្រលក់រាងយូរតិចប្រហែលជាថា4ដល់20វិនាទី30វិនាទីអីចឹងណាបាទត្រាំនឹងទឹកក្តៅនឹងឲ្យបាន4ដល់20វិនាទីអីចឹងបានហើយបាទកុំឲ្យដល់រងាស់30-40នាទីដោយលើកមុនអត់ឲ្យដល់នាទី1នាទី2នាទីអីក៏អត់ដែរណាបាទកុំឲ្យរងាស់វាយូរពេកជ្រលក់លើកនេះងាយទេបងប្អូនបាទអត់មានចាំចំណាយពេលវេលាច្រើនទេបាទជ្រលក់លើកបានត្រឹម4ដល់20វិនាទីបានហើយសម្រាប់ពោផ្កាឈូកស្រាលនេះរួចហើយយើងលើកយកមកមិនបាច់យកទៅលាងទឹកទេអត់ឲ្យលាងទឹកទេណាហើយយកមកអន្លោះតិចជាងទៅសដិលនៅក្នុងផ្ទះយើងនឹងទៅបាទមិនបាច់យកទៅហាលនៅខាងត្រូវកម្ដៅថ្ងៃខាងក្រៅទេណាបងប្អូនបាទអរគុណច្រើនបាយបាយ